សូមជម្រាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំលើកយកនៅបញ្ហាមួយចំនួនដែលនិស្សិតមករៀនខាងផ្នែកពេទ្យ Nursing នៅក្នុងប្រទេសអូស្ត្រាលីអាចនឹងមានជាការពិតណាស់ការដែលរៀនផ្នែក Nursing នេះជួយឲ្យនិស្សិតទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្រោយពីការរៀនចប់ក៏ប៉ុន្តែមានបញ្ហាប្រឈមដ៏ច្រើនដែលនិស្សិតនឹងសម្រេចចិត្តរៀនសូត្រមុខវិជ្ជាមួយនេះឬក៏អាណាព្យាបាលពុំបានដឹងថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់បងប្អូនជាមួយនឹងបញ្ហាប្រឈមអស់ទាំងនោះដើម្បីឲ្យបងប្អូនជ្រាបមុនពេលសម្រេចចិត្តរៀនមុខវិជ្ជាមួយនេះទី1គឺ tough academic workload បានន័យថាភាពតឹងរឹងខ្លាំងចំពោះមុខវិជ្ជាសិក្សាការរៀនពេទ្យគឺជាមុខវិជ្ជាមួយដែលលំបាកនៅក្នុងមុខវិជ្ជាដែលលំបាកជាច្រើននៅក្នុងប្រទេសអូស្ត្រាលីដែលតម្រូវឲ្យនិស្សិតធ្វើរឿងជាច្រើននៅក្នុងពេលតែមួយនិស្សិតអាចរៀនផងធ្វើលំហាត់ផងធ្វើកិច្ចការសាលាត្រូវស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ផងហើយត្រូវចុះស្តារផងអញ្ចឹងចំណុចកន្លែងនេះគឺមានការលំបាកខ្លាំងមែនទែនបើសិនជាយើងតាំងចិត្តថាយើងមករៀនពេទ្យយើងត្រូវតាំងចិត្តឲ្យហើយថាមុខវិជ្ជានេះពិតជាលំបាកខ្លាំងហើយតម្រូវឲ្យយើងនឹងមានភាពច្បាស់លាស់នៅក្នុងការគ្រប់គ្រងទៅលើពេលវេលាដូចជាការវិភាគផ្ទាល់ខ្លួនបញ្ហាប្រឈមបន្ទាប់ហ្នឹងគឺភាសាអង់គ្លេសការដែលយើងអាចនិយាយប្រាស្រ័យទាក់ទងជាមួយនឹងគ្រូឬក៏និស្សិតផ្សេងទៀតនៅក្នុងថ្នាក់មិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេការរៀនសូត្រខាងមុខវិជ្ជានេះតម្រូវឲ្យនិស្សិតចេះពាក្យបច្ចេកទេសវិទ្យាសាស្ត្រជាភាសាអង់គ្លេសដ៏ច្រើនដែលធ្វើឲ្យនិស្សិតឆ្នាំទី1ជាទូទៅគាត់មានភាព stress និងគាត់ត្រូវសិក្សាជាយូរម៉ោងដើម្បីស្វែងយល់នៅពាក្យបច្ចេកទេសអស់នោះចំពោះចំណុចបន្ទាប់គឺការបង់ថ្លៃសិក្សាខ្ពស់ចំពោះមុខវិជ្ជា Nursing មុខវិជ្ជាពេទ្យនៅក្នុងប្រទេសអូស្ត្រាលីអាចប្រហែលជាថ្លៃសិក្សាចន្លោះពី$45,000អូស្ត្រាលីឡើងទៅអាចខុសត្រូវគ្នាទៅតាមសាលានីមួយៗនេះគឺមិនទាន់បូកសរុបជាមួយនឹងការចាយវាយទៅលើថ្លៃស្នាក់នៅម្ហូបអាហារក៏ដូចជាការធ្វើដំណើរអញ្ចឹងការសិក្សានៅមុខជាមួយនេះថ្លៃបូកសរុបជាមួយនឹងការចំណាយជាមួយនឹងការរស់នៅដ៏ថ្លៃទៀតអញ្ចឹងបងប្អូនដែលជាអាណាព្យាបាលជាពិសេសត្រូវត្រៀមលក្ខណៈនៅក្នុងការទទួលយកបញ្ហាមួយនេះបញ្ហាប្រឈមបន្ទាប់ទៀតហ្នឹងគឺការចុះស្តារការចុះស្តារ work placement នៅក្នុងប្រទេសអូស្ត្រាលីអាចតម្រូវឲ្យយើងចូលព្រឹកព្រលឹមខ្លាំងបើយប់ខ្លាំងអាចធ្វើការវេនយប់ហើយក៏ត្រូវឈរយូរម៉ោងផងដែរអញ្ចឹងនេះគឺជាបញ្ហាមួយដែលប្រឈមខ្លាំងដែលនិស្សិតដាច់ខាតត្រូវត្រៀមចិត្តត្រៀមកាយទទួលបញ្ហាប្រឈមទី6ហ្នឹងគឺ strict professional standard and legal standard សំដៅទៅលើការប្រកាន់ខ្ជាប់នៅស្តង់ដារវិជ្ជាជីវៈខ្ពស់ធម្មតាយើងធ្វើជាពេទ្យយើងចេញទៅប្រកបកិច្ចការងារគឺដាច់ខាតអត់អាចបង្កើតនៅកំហុសការ error ទោះបីតូចក្តីក៏យើងអាចបង្កើតឡើងបានដែរពីព្រោះថាយើងនឹងអាចប្រឈមមុខជាមួយនឹងបញ្ហាផ្នែកច្បាប់ផងដែរហើយបញ្ហាបន្ទាប់ទៀតគឺការប្រកួតប្រជែងធម្មតានៅពេលដែលយើងរៀនចប់ថ្មីថ្មោងយើងអត់ទាន់មានបទពិសោធន៍ការងារអញ្ចឹងពិតជាមានការលំបាកនៅក្នុងការប្រឡងប្រជែងជាមួយនឹងមន្ទីរពេទ្យធំៗក៏ដូចជាការធ្វើការនៅក្នុងទីក្រុងដែលអភិវឌ្ឍខ្លាំងដូចជា Melbourne ឬក៏ Sydney ជាដើមអញ្ចឹងយើងត្រូវត្រៀមចិត្តត្រៀមកាយថាបើសិនជាយើងត្រូវធ្វើការបើកឡានឆ្ងាយក៏យើងទទួលដែរឬក៏យើងផ្លាស់ទីលំនៅក៏យើងធ្វើដែរបើសិនជាយើងចង់សិក្សាមុខវិជ្ជាមួយនេះបញ្ហាបន្ទាប់ទៀតគេហៅថា burn out គឺការដែលយើងហត់នឿយខាងផ្នែកផ្លូវកាយផ្លូវចិត្តហ្នឹងគឺយើងងាយនឹង burn out មែនតើដោយសារតែនៅពេលដែលយើងធ្វើការក្តីឬក៏ការចុះស្តារក្តីយើងនឹងឃើញពីភាពទុក្ខវេទនារបស់អ្នកជំងឺឃើញពួកគាត់ស្លាប់ឃើញពួកគាត់លំបាកអញ្ចឹងវាធ្វើឲ្យយើងនឹងសង្ហេះសង្ហោចក្រៀមក្រំទាំងផ្លូវកាយផ្លូវចិត្តរបស់យើងនឹងយើងនឿយហត់ហើយយើងមកឃើញបញ្ហាអញ្ចឹងរាល់ថ្ងៃទៀតធ្វើឲ្យយើងងាយ burn out ខ្លាំងមែនតើអញ្ចឹងបើសិនជាយើងធ្លាក់ចូលក្នុងបញ្ហានេះដាច់ខាតត្រូវតែនិយាយជាមួយនឹងអ្នកពិគ្រោះខាងផ្នែកជំងឺផ្លូវចិត្តក៏ដូចជានិយាយជាមួយនឹងមិត្តភ័ក្តិឬក៏សាច់ញាតិក្រុមគ្រួសារដើម្បីបន្ធូរបន្ថយនៅសម្ពាធ burn out នេះហើយបញ្ហាប្រឈមចុងក្រោយគេនឹងគឺភាពស្មុគស្មាញហើយនឹងភាពមិនច្បាស់លាស់នៃ visa ជាការពិតណាស់បងប្អូនអ្វីត្បិតតែ nursing មាននៅក្នុងបញ្ជី PR list ក៏ប៉ុន្មានច្បាប់របស់គេមានការប្រែប្រួលជាញឹកញាប់ដូច្នេះហើយតម្រូវឲ្យនិស្សិតមានការស្រាវជ្រាវក៏ដូចជាការពិគ្រោះយោបល់ជាមួយនឹងខាងផ្នែករៀបចំឯកសារផ្នែកបន្តប្រវេសន៍ឲ្យបានច្បាស់លាស់ពីព្រោះថាបន្ទុកឬក៏ PR policy នឹងមានការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំអញ្ចឹងឧទាហរណ៍ថាគាត់ចាប់ផ្ដើមរៀនឆ្នាំទី1នៅ Melbourne ដល់ពេលគាត់រៀនចប់នៅ Melbourne គេអាចផ្លាស់ប្ដូរច្បាប់ព្រោះ4ឆ្នាំនៅពេលដែលគាត់រៀនចប់
គេអាចផ្លាស់ប្ដូរច្បាប់គេអាចនឹងទទួលបាននៅចំនួនគ្រប់ឬក៏គេមិនសូវជាមានតម្រូវការខាងផ្នែកហ្នឹងទេអញ្ចឹងយើងត្រូវត្រៀមខ្លួនដើម្បីទទួលយកការផ្លាស់ប្ដូរនោះហើយយើងត្រូវផ្លាស់ប្ដូរទីលំនៅទៅរកកន្លែងណាឬក៏រដ្ឋណាឬក៏កន្លែងណាដែលយើងអាចសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានអញ្ចឹងវាមានភាពស្មុគស្មាញហើយពិន្ទុទៀតសោតក៏មានការផ្លាស់ប្ដូរដែរពីមួយឆ្នាំទៅមួយឆ្នាំពិន្ទុកើនឡើងខ្ពស់ទៅហើយនេះគឺជាបញ្ហាមួយដែល stress ដែរដែលធ្វើឲ្យនិស្សិតឈឺក្បាលអញ្ចឹងសូមត្រៀមចិត្តត្រៀមកាយទទួលយកនៅបញ្ហាដែលនេះខ្ញុំបានរៀបរាប់ជូនបងប្អូនទាំងអស់នេះអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងបងប្អូនសូមអរគុណសម្រាប់ការតាមដានទស្សនាសូមជម្រាបលា